วิธีធ្វើបាយក្តាំងស្រួយងាយងាយមិនចាំមានថ្ងៃហាលក៏អាចធ្វើញ៉ាំបានដែរបាយរបស់យើងចម្រុះពណ៌ឡើងស្អាតហើយក្លិនគេឡើងឈ្ងុយសំខាន់បាយនឹងសមនៅតមកប្រមាណទឹកហើយទេដាក់សំក្នុងទូត្រជាក់ចោលម្ដងបន្តិចម្ដងបន្តិចសំមកបាយរៀងច្រើនខ្ញុំមកធ្វើបាយក្តាំងញ៉ាំម្ដងនិយាយទៅងាយស្រួលធ្វើខ្លាំងមែនតែនយើងមិនចាំមានថ្ងៃហាលក៏បានដែរដោយសារខែនឹងខែភ្លៀងយើងពិបាកក្នុងការហាលថ្ងៃយូរយើងធ្វើនេះរបៀបលឿនហើយរសជាតិឆ្ងាញ់សាហាវមានបាយសច្រើនកុំចោលស្ដាយបងប្អូនទាំងគ្នាអាចដាក់ក្នុងទូត្រជាក់ក៏បានទូកក៏បានយើងដាក់សំឲ្យរៀងច្រើនបន្តិចមកមិនល្មមធ្វើញ៉ាំហើយយើងដកយកមកធ្វើតែម្ដងបើថាចង់ញ៉ាំអត់មានបាយកកយកបាយក្តៅមកធ្វើក៏បានដែរឃើញបាយក្តៅចម្រុះពណ៌ស្អាតចឹងខ្ញុំបានប្រើលក្ខណៈបងប្អូនទាំងគ្នាអាហ្នឹងគឺយើងដាក់ពណ៌ធម្មជាតិបើក្លិនរបស់វាវិញឈ្ងុយប្លែកៗខុសគ្នាតាមពណ៌ដែលយើងដាក់ហ្នឹងដោយសារបាយបើយើងបាយកកអញ្ចឹងស្លឹកតើយដែលយើងយកមកកឡុកហ្នឹងបងប្អូនទាំងគ្នាត្រូវកឡុកតើយច្រើនដាក់ទឹកចូលតែបន្តិចបានហើយយើងចង់បានតើយខាប់ទៅពេលដែលវាខាប់អញ្ចឹងតើយរបស់យើងក៏ពណ៌ស្អាតក្លិនវាក៏ឈ្ងុយដែរបើសិនជាបងប្អូនទាំងគ្នាដាំបាយធ្វើបាយក្តាំងហ្នឹងហ្មងដាំដាក់ទឹកតើយទៅអានោះចំណេញជាងតែបើថាបាយកកសអញ្ចឹងធ្វើចេះមកយើងយកទឹកតើយហ្នឹងមកលាបឲ្យសព្វពេញបាយឲ្យបងប្អូនទាំងគ្នាមិនបារម្ភថាបាយនឹងសើមខ្លាំងហើយយើងលាបវារឿងសើមខ្លាំងតិចមកដោយសារតែបាយកកខ្ញុំហ្នឹងសល់យូរហើយវារឿងស្រួយដល់ពេលអញ្ចឹងត្រូវការទឹកច្រើនមែនតើអាណិតអ្នកស្រែណាបងប្អូនទាំងគ្នាឲ្យធ្វើស្រែមួយឆ្នាំខំមួយឆ្នាំត្រូវតែបានកមកគ្រាប់ហ្នឹងដៃជើងក្រិនអស់ហើយយើងអ្នកប្រើប្រាស់ត្រូវតែប្រើអស់លទ្ធភាពអាពណ៌ខ្មៅនេះប្រើម្សៅសូកូឡាយើងដាក់ទឹកជាជាមួយនឹងម្សៅសូកូឡាហ្នឹងមកល្មមមកច្បល់ធ្វើម៉េចវាមកល្មមចេញពណ៌ស្អាតប៉ុណ្ណឹងណាទាំង3ពណ៌ហ្នឹងរសជាតិវាឆ្ងាញ់ដូចគ្នាបងប្អូនទាំងគ្នាតាមចំណង់ចំណូលចិត្តទេតើឈ្ងុយតើសូកូឡាឈ្ងុយសូកូឡាបាយសគឺអត់ឈ្ងុយអីទេឈ្ងុយតែបាយនឹងឯងយើងប្រើខ្ទះអត់ជាប់ហើយខ្ទះរៀងក្រាស់តិចមកដាក់បាយចូលម្ដុំហើយប្រើទឹកជារៀងច្រើនដែរនិយាយទៅបងប្អូនទាំងគ្នាមើលតាមសាច់បាយរបស់យើងបើសិនជាបាយរបស់បងប្អូនទាំងគ្នារៀងជ្រាយដាក់ទឹករៀងតិចទៅតែថាបាយស្រួយហើយរឹងកព្រឹសដូចរបស់ខ្ញុំអញ្ចឹងណាប្រើទឹករៀងច្រើនបើយើងអត់ដាក់ទឹកច្រើនទេបាយហ្នឹងវាអត់ជាប់គ្នាទេពេលដែលយើងពងទៅវាបែកខ្ញែកចេញពីគ្នាដាក់ទឹករៀងច្រើនអញ្ចឹងពេលយើងផ្ងំបាយហ្នឹងទៅវាជាប់គ្នាល្អហ្មងបងប្អូនទាំងគ្នាយកសាព្រាក៏បានយកវែកក៏បានដែរមកសកត់វាថ្នមណាសកត់វាឲ្យជាប់គ្នាហើយដាក់ផ្ងំចោលបិទការ៉ុបឲ្យស្ទុះសិនសម្រាប់ភ្លើងដែលយើងប្រើហ្នឹងយកប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងតិចល្មមហើយមើលតបាយរបស់យើងវារៀងរិចហើយជាប់គ្នាហើយយើងចាប់ផ្ដើមយកសាព្រាហ្នឹងមកសកត់វាម្ដងទៀតសកត់វាឲ្យរៀងហាប់មើលតបាយរបស់យើងវារៀងក្រៀមមកចាហៀងហើយយើងត្រឡប់វាចឹងមករបៀបត្រឡប់បែបហ្នឹងងាយស្រួលបងប្អូនទាំងគ្នាត្រឡប់វាមកម្ខាងទៀតមកដើម្បីឲ្យវាក្រៀមមុខសងខាងបើយើងប្រើវែកឬរបៀបមកចាប់វាអាចធ្វើឲ្យបាយយើងបែកអញ្ចឹងវានៅមូលល្អទេតែខ្ញុំយកប្រើហ្នឹងក្រាស់ល្អណាបងប្អូនទាំងគ្នាទៅពេលអញ្ចឹងបាយរបស់យើងក្រៀមល្អហើយវាអត់ខ្លោចទេបើបងប្អូនទាំងគ្នាប្រើខ្ទះស្ដាររៀងបាក់ធ្វើតិចហើយត្រូវមើលភ្លើងឲ្យតិចឲ្យដិតដល់មែនតើណាតែមិនអញ្ចឹងទេបាយនឹងដឹងខ្លោចហ្មងទៅពេលយើងប្រើខ្ទះក្រាស់អញ្ចឹងយើងទុកចោលក៏អត់អីដែរអត់បញ្ហាខ្ញុំជិះបងប្អូនទាំងគ្នាម្ដងទៀតភ្លើងដែលយើងប្រើយើងឲ្យប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងតិចល្មមស្លឹកខ្ទឹមនេះយើងហាន់វាជាផ្ទះស្ដាងបន្ទាប់មកយើងចាក់ខ្លាញ់នៅក្តៅខ្លាំងហ្នឹងចូលទៅមួយលិចស្លឹកខ្ទឹមហ្នឹងអើយក្លិនឡើងឈ្ងុយហើយពុះគ្រក់តែប៉ះហ្នឹងដឹងតែលាក់ដៃហើយទឹកលាបបាយខ្ញុំធ្វើថ្ងៃហ្នឹងងាយស្រួលធ្វើហើយគ្រឿងរបស់វាក៏អត់ពិបាករកដែរយើងត្រូវការគ្រឿងមីតាមក្លិនដែលយើងចូលចិត្តខ្ញុំដាក់គ្រឿងមីតុងយ៉ាំមួយនិងគ្រឿងមីហឹលមួយដាក់តែក្តៅដាក់ខ្លាញ់ខ្ទឹមហ្នឹងចូលទៅមកវែកបាយតែហុយដាក់ហឹលតាមចំណង់ចំណូលចិត្តអាហ្នឹងខ្ញុំលិញមុនអញ្ចឹងទៅដើម្បីឲ្យវាមានពណ៌ស្អាតហើយដាក់ស្ករសមួយស្លាបព្រាបាយទៅដោះគោខាប់ប្រហែលជាកន្លះវែកបាយទៅដោះគោស្រស់កន្លះវែកបាយដូចគ្នាទឹកម្ទេស3ស្លាបព្រាបាយនិងគ្រឿងមី2កញ្ចប់ខ្ញុំដាក់គ្រឿងមីតុងយ៉ាំមួយគ្រឿងមីហឹលមួយហើយភ្លើងដែលយើងប្រើហ្នឹងក៏ប្រើភ្លើងខ្លាំងដែរយើងប្រើភ្លើងមកល្មមហើយយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យវាសព្វចូលគ្នាអូយក្លិនវាពេលដាក់គ្រឿងចឹងហើយទៅឡើងឈ្ងុយក្លិនទៅដោះគោផងហើយគ្រឿងដែលយើងដាក់ហ្នឹងផងឈ្ងុយមែនតែនហើយមកទឹកសោសហ្នឹងឡើងខាប់ថលសាក់លឹតមើលទៅឡើងជាតិហ្មងដល់ពេលបំពងបាយចាំពេលខ្លាញ់យើងក្តៅខ្លាំងចាំយើងដាក់បាយរបស់យើងចូលតែកាលណាខ្លាញ់ក្តៅដល់កម្រិតវាទេបំពងបាយអត់ស្រួយទេវាឡើងរឹងពេលវាក្តៅខ្លាំងចឹងហើយយើងដាក់បាយចូលទៅចាំយើងបន្ថយភ្លើងតាមក្រោយព្រោះអញ្ចឹងមិនបាយរបស់យើងឡើងស្រួយហើយវាអត់ជក់ខ្លាញ់សម្រាប់រសជាតិបាយនេះវិញវាអត់មែនថាស្រួយខ្លាំងដូចយើងបានហាលវាឲ្យក្រៀមកពិតហ្មងឯងបងប្អូនទាំងគ្នាវាស្រួយឲ្យរបៀបបាយក្តាំងតាមរោងការហើយអាបាយក្តាំងដែលគេដាក់ឆ្នាំងហើយដាក់ខ្លាញ់ទៅបំពងក្នុងឆ្នាំងហ្នឹងហ៎ហើយបាយរបៀបប្រភេទដែលយើងបំពងធ្វើហ្នឹងវាអត់សូវជក់ខ្លាញ់ខ្លាំងឯងបងប្អូនទាំងគ្នាអត់ដូចអាបាយដែលយើងហាលក្រៀមអាហ្នឹងបំពងទៅស៊ីខ្លាញ់ណាបើខ្ញុំទៅចិត្តញ៉ាំបាយរបៀបបាយរោងការហ្នឹងជាងឆ្ងាញ់ណាញ៉ាំទៅជក់មាត់ទៅហើយយើងយកទៅក្លែមក៏បានញ៉ាំលេងក៏បានដែរបើថាយកទៅក្លែមដាក់រៀងហុលតិចមកឆ្ងាញ់ណាស់បាយរបស់យើងបំពងហើយមើលទៅបងប្អូនតែឃើញអត់ដល់ក្រៀម
ហើយពណ៌របស់វាវិញចេញមកឡើងស្អាតពណ៌សនិងពណ៌សូកូឡាខ្ញុំបៀកវារៀងក្រាស់ដល់ពេលចឹងវាអត់ញិចបែកទេវានៅរៀងជាប់ល្អចឹងបងប្អូនគ្នាដល់ពេលអាពណ៌តើនេះខ្ញុំបៀកឡើងស្ដើងលហៀហ្មងនេះគ្រាន់តែចាប់ជ្រុះមកតាមផ្លូវបាត់ហើយយើងចាប់ផ្ដើមលាបអាខ្លាញ់ខ្ទឹមនឹងមុនសិនមកអាហ្នឹងវាជំនួយឲ្យបាយក្តាំងរបស់យើងមានក្លិនឈ្ងុយលាបសពអស់ហើយយើងប៉ាតឲ្យទឹកបាយក្តាំងដែលយើងបានលាបមុនហ្នឹងដាក់មកពេញហ្នឹងមកនិយាយទៅបាយក្តាំងរបស់ខ្ញុំមួយហ្នឹងឈ្ងុយប្លែកហ្មងមិនថាសាច់បាយមិនថាទឹកសុសទេឡើងប្លែកហើយឆ្ងាញ់មែនទែនជាចុងក្រោយកុំភ្លេចបន្ថែមបាក់យ៉ុងមកថាមានបាក់យ៉ុងដាក់តែប៉ុណ្្នឹងក៏ឆ្ងាញ់ដែរហើយសម្រាប់បាក់យ៉ុងនេះវិញវាមានបាក់យ៉ុងផ្អែមនិងបាក់យ៉ុងប្រៃបងប្អូនទាំងគ្នាអាចរើសបានតាមចំណង់ចំណូលចិត្តបើថាចង់ញ៉ាំផ្អែមដាក់បាក់យ៉ុងផ្អែមទៅបើថាចង់ញ៉ាំយ៉ាងប្រៃដាក់បាក់យ៉ុងប្រៃដូចខ្ញុំចឹងទៅអាហ្នឹងក៏ឆ្ងាញ់ដែរម្យ៉ាងម្នាក់ឃើញអបបងគ្នាដាក់ចូលមាត់ទៅឡងស្រួយក្របហើយឡើងជាតិទៅក្លិនគេឈ្ងុយដល់ទៅអិនពេលយើងពងហើយក្លិនសូកូឡានៅតិចពីពុបផ្សំជាមួយនឹងក្លិនគ្រឿងដែលយើងលាបហ្នឹងទៅมันល្មមហ្មងឈ្ងុយចាំមើលសាបាយពណ៌សក៏គ្នាមិនអាពណ៌សនេះក្លិនគ្រឿងនិងក្លិនបាក់យ៉ុងឈ្ងុយដិតហ្មងហើយបើថារសជាតិខ្ទិះរបស់វានឹងខ្ទិះជាងអាពណ៌សូកូឡាពណ៌នេះអានេះជួយยังไงវាស្ដាងបើបាយពណ៌តើយនេះឈ្ងុយតើយនឹងឈ្គប់ហើយវាស្រួយជាងគេដែលសារតែខ្ញុំបៀកវាបានស្ដើងជាងគេប៉ុន្តែក៏វាបែកជាងគេដែរអរគុណច្រើនបងប្អូនដែលបានតាមដានវីដេអូនេះរហូតដល់ចប់បាយបាយ